ឡើយហើយនេះហើយស្រុកភូមិគឺជាកន្លែងដែលស្ងប់ស្ងាត់គួរឲ្យចង់រស់នៅពាក់កណ្ដាលអធ្រាត្រយប់ស្ងាត់មនុស្សទាំងពួងកំពុងតែលងលក់នៅក្នុងរំលែកយ៉ាងស្រមុខខុលធម្មជាតិសពទាំងឡាយក៏បានផ្អាកសកម្មភាពអស់ហើយដែរតែបើមើលឲ្យមែនទែនទៅយើងនឹងឃើញមានស្រមោលមនុស្សពីរនាក់កំពុងតែលុបលោធ្វើសកម្មភាពអ្វីម្យ៉ាងដៃកំពុងតែវវាញឹកតែភ្នែកកំពុងតែក្រឡាប់ចុះឡើងងាកឆ្វេងនិងងាកស្ដាំហាក់បីដូចជាខ្លាចថាមានគេកំពុងតែធ្វើអ្វីអញ្ចឹងអាដាមដែលកំពុងតែឈរនៅពីក្រោយអាឆ័យដែលកំពុងតែកាន់ដៃដាប់នៅពូថៅដំដប់ព្រះកេសរបស់ព្រះនៅក្នុងវត្តចាស់បុរាណមួយអាដាមឈររេរភ្នែកនៅនឹងកញ្ចឹងកចាំមើលផ្លូវឲ្យអាឆ័យខ្លាចគេមកទាន់ពួកវាប្រកាសជាសួយធំមិនខានបើមិនត្រូវឈប់ទ្រង់ក៏ត្រូវអ្នកស្រុកវាយដល់ស្លាប់ដែរកាលគ្រានោះមានក្មេងវត្តម្នាក់វាឈ្មោះថាអាណយគឺជាកូនសិស្សរបស់លោកដែលវាទៅតែមកសុំលោកស្នាក់នៅនិងធ្វើជាកូនសិស្សរបស់លោកបានមួយខែប៉ុណ្ណោះនៅវេលាថ្ងៃមួយSo viele Jahre wird schon das Sachen und kommen die Sachen mit der Welt von der Reihe. So keine viele Gabe, wer aber wird am Ende seine Jahre, was die bei der Nacht wird, der Rat haben wir was am Ding, are you one now, so very. នៅវេលាថ្ងៃមួយពេលដែលវាកំពុងតែតាមលោកដើរបិណ្ឌបាតនៅក្នុងភូមិព្រះសង្ឃក៏មានសង្ឃដីកាប្រាប់ទៅអាណយឲ្យវាទៅបោះសម្រាមសម្អាតវត្តឲ្យបានស្អាតព្រោះស្អែកនេះមានមនុស្សមកសុំបបួសនេះនៅក្នុងវត្តនេះដោយសារតែល្ងាចនោះអាណយវាភ្លេចចឹងទៅថាព្រះតេជគុណបានប្រើវាឲ្យទៅបោះសម្អាតនៅព្រះវិហារខាងលិចវត្តតែពេលនេះមកជិត12យប់ទៅហើយវាក៏ប្រញាប់ងើបឡើងបោះបើមិនចឹងទេប្រកាសជាត្រូវបោះលោកជឿនខានវាបើកទ្វារគុតកាន់ដំបោះទៅបោះសម្រាមស្រាប់តែវាបានឮសំឡេងមនុស្សនិយាយគ្នានៅក្នុងវិហារវានឹកឆ្ងល់នៅក្នុងចិត្តក៏បានដើរទៅមើលកាន់តែជិតសំឡេងរបស់អាដាមប្រាប់ទៅអាឆ័យឲ្យញាប់ដៃញាប់ជើងព្រោះខ្លាចថាគេមកទាន់នៅតាមចន្លោះប្រហោងក្តារជញ្ជាំងអាណយបានឃើញមនុស្សកំពុងតែតោងឡើងលើព្រះហើយដៃកំពុងតែកាន់ដៃដាប់ព្រះកេសរបស់ព្រះអ្នកដែលវាបានឃើញនោះគឺជាអាដាមនិងអាឆ័យតាមពិតពួកវាទាំង3គឺជាមិត្តភក្តិនឹងគ្នាតែក្នុងចំណោមពួកគេទាំង3មានតែអាណយទេដែលមានជីវិតល្អនិងស្លូតបូរជាងគេវាឃើញមិត្តភក្តិកំពុងតែប្រព្រឹត្តអំពើមិនគួរគប្បីក៏រត់ចូលទៅឃាត់ពួកវាឃើញអាណយមកទាន់ក៏ចាប់ផ្ដើមនិយាយបញ្ចុះបញ្ចូលឲ្យអាណយចោះចូលជាមួយពួកវាតែដោយសារតែអាណយនៅក្នុងវត្តមួយរយៈនេះធ្វើឲ្យវាចេះខ្លាចបុណ្យបាបវាមិនព្រមធ្វើតាមពីសម្ដីបញ្ចុះបញ្ចូលរបស់ពួកអាឆ័យឡើយបើទោះបីជាក្រុមអាឆ័យនិងអាដាមខំប្រឹងបញ្ចុះបញ្ចូលយ៉ាងណាក៏អាណយនៅតែមិនព្រមដែរអាឆ័យឃើញថាវាមិនព្រមចោះចូលរួមគំនិតវាក៏កើតមានចិត្តរិះឆានភ្លាមវាខ្លាចអាណយរត់ចេញទៅប្រាប់គេទីបំផុតវាក៏យកពូថៅដែលនៅជាប់នឹងដៃមកកាប់អាណយចំដើមទ្រូងយ៉ាងដំណំធ្វើឲ្យអាណយត្រូវស្លាប់មួយរំពេចទាំងមិនទាន់បានស្វែងមួយម៉ាត់ផងនេះគឺជាកម្មរបស់វាដែលចូលខ្លួនមកពាក់ព័ន្ធនឹងរឿងនេះដោយខ្លួនឯងក្រោយពីកាប់អាណយស្លាប់ហើយពួកវាទាំងពីរនាក់ក៏បន្តប្រញាប់ធ្វើសកម្មភាពកាប់ព្រះកេសរបស់ព្រះបន្តទៀតរួចពួកវាក៏លើកយកចេញទៅបាត់ទៅព្រឹកព្រលឹមឡើងភាពឆាវឡោនៅក្នុងវត្តក៏បានកើតឡើងសាកសពអាណយត្រូវបានដេកស្លាប់នៅក្នុងថ្លុកឈាមនៅជាប់នឹងបាត់ព្រះវិហារមិនទាន់តែស្ងួតផងចំណែកឯព្រះកេសនៅក្នុងព្រះវិហារក៏បានបាត់ទៅដែរនេះច្បាស់ណាស់ថាជាទង្វើរបស់ចៅជីវិតខានដែលបានសម្លាប់អាណយមិនយូរប៉ុន្មានសម្លេងស្មូតបុណ្យសពខ្មោចអាណយក៏បានបន្លឺឡើងដោយមានការចូលរួមបុណ្យសពដោយអាដាមនិងអាឆ័យផងដែរមួយអាទិត្យក្រោយមករឿងនេះត្រូវបានស្ងប់ស្ងាត់ទៅវិញដូចនេះធ្វើឲ្យក្រុមអាឆ័យបានចិត្តថាគ្មានអ្នកណាសង្ស័យទៅលើពួកវាទើបធ្វើឲ្យពួកវានាំគ្នាធ្វើសកម្មភាពនេះម្ដងទៀតយកម៉ោង12ទាំងមនុស្សទាំងព្រះសង្ឃទាំងសត្វរុក្ខជាតិកំពុងតែលំលូកនៅក្នុងរំលែក
បេសកកម្មលើកនេះពួកវាមិនបានទៅលួចប្រទេសព្រះទៀតទេតែលើកនេះពួកវាបាននាំគ្នាទៅលួចកោះភ្នូបុរាណចំណេះដែលនៅទីនោះមួយភ្នូនោះគឺនៅសេសសល់តាំងពីសម័យបុរាណមកម្ល៉េះហើយក៏មិនដែលមានអ្នកណាដែលធ្លាប់កោះគម្រោងភ្នូនោះដែរអ្នកស្រុកទុកភ្នូនោះគឺជាទីសក្ការៈរបស់ពួកគេពួកវាគិតថានៅក្នុងភ្នូនោះប្រកាសជាមានវត្ថុមានតម្លៃព្រោះបើតាមមើលទៅភ្នូនេះមិនមែនសម្រាប់ដាក់រីធម្មតាឡើយពួកវាចាប់ផ្ដើមយកតែកោះមកកោះគ្រប់ជ្រុងពួកវាកោះអស់ពេលជិត1ម៉ោងទៅហើយតែដោយសារតែភ្នូរាប់រយឆ្នាំមកហើយមិនដែលបានបើកទើបធ្វើឲ្យគម្រោងពិបាកបើកចេញយ៉ាងនេះពួកវាខំកោះផងដំផងទីបំផុតគម្រោងភ្នូក៏របើកឡើងពេលគម្រោងរបើកភ្លាមក្លិនអាក្រក់ក៏ភាយចេញស្ទើរតែគួរទៅហើយព្រោះក្លិននោះគឺជាក្លិនសាសនាដែលហប់នៅក្នុងនោះអស់ជាច្រើនរយឆ្នាំមកហើយពួកវាខំប្រឹងលើករំកិលទាំងត្រហេះត្រហប់មួយសន្ទុះទីបំផុតគម្រោងភ្នូក៏របើកចេញតែអ្វីដែលពួកគេមើលឃើញមិនមែនដូចជាការរំពឹងទុកសោះព្រោះនៅក្នុងភ្នូនោះគ្មានអ្វីក្រៅតែអំពីឆ្អឹងខ្មៅនិងកំទេចកំទីសម្លៀកបំពាក់ដែលនៅជាប់នឹងឆ្អឹងឡើយកិច្ចការលើកនេះគ្មានបានផលអ្វីសោះធ្វើឲ្យអាឆៃខឹងយ៉ាងខ្លាំងស្របពេលនោះខ្យល់មិនដឹងជាមកពីណាបក់មកយ៉ាងខ្លាំងនាំយកធូលីនិងស្លឹកឈើហុយចូលពេញភ្នែកស្រាប់តែពេលបានភ្នែកឡើងអាដាមបានប្រទះភ្នែកនឹងរូបរាងរបស់មនុស្សម្នាក់ឈរនៅក្បែរឆៃដីរូបរាងចម្លែកនោះឈរសម្លឹងមើលមករកកន្លែងពួកវាអាដាមភ័យណាស់ខ្លាចថាមានគេមកទាន់ក៏គេអាចឆៃឲ្យជួយមើលគ្នាស្រមោលមនុស្សប្រុសអាចកំបាំងចាប់ផ្ដើមឈានជើងម្ដងមួយជំហានដោយដំណើររញ៉េរញ័រយ៉ាងចម្លែកកាន់តែដើរមកកាន់តែចិត្តធ្វើឲ្យអាដាមកាន់តែច្បាស់ទោះបីជានេះគឺជាពេលយប់ប៉ុន្តែថ្ងៃនោះគឺជាខែភ្លឺដែលធ្វើឲ្យវាអាចចំណាំមនុស្សដែលដើរចូលមកបាននោះគឺជាអាណូយអាដាមចាប់ផ្ដើមភ័យដួលអស់គូទៅលើដីស្ទើរតែមិនគួរឲ្យជឿនឹងភ្នែកព្រោះអាណូយបានស្លាប់បាត់ទៅហើយមនុស្សស្លាប់បាត់ទៅហើយស្រាប់តែពេលនេះមកបង្ហាញខ្លួនឡើងវាពិតជាខ្មោចលងច្បាស់ណាស់ខ្មោចអាណូយស្រាប់តែក្រាបចុះដីហើយវាមករកពួកគេទាំងពីរក្នុងសកម្មភាពគួរឲ្យខ្លាចជាទីបំផុតអាដាមគ្រាន់រកតែប្រាស់អាយុតែគ្រាន់តែរកបានពី3ជំហានវាក៏ត្រូវតាក់ជើងដួលផ្កាប់មុខទៅនឹងដីពេលដែលវាងើបមុខឡើងមុខមាត់ដ៏គួរឲ្យខ្លាចរបស់អាណូយក៏លេចឡើងនៅចំពោះមុខរបស់វាហើយខណៈនោះខ្មោចអាណូយក៏ចាប់កាត់កអាដាមពីមុខមកក្រោយស្លាប់មួយរំពេចអ្នកស្លាប់បន្ទាប់គឺអាឆៃខ្មោចអាណូយក៏យកដៃដាប់មកចាក់គ្រាប់ភ្នែកខាងឆ្វេងរបស់អាឆៃធ្លុះទៅខាងក្រោយបាញ់ឈាមក្រហមឆ្អៅស្លាប់មួយរំពេចក្រោយពីអាដាមនិងអាឆៃបានស្លាប់យ៉ាងតៃហោងរួចហើយខ្មោចអាណូយក៏បានយកសាកសពទាំងពីរបោះចូលទៅក្នុងភ្នូហើយបិទគម្របវិញយ៉ាងជិតឈឹងចាប់តាំងពីពេលនោះមកគេក៏លែងបានឃើញវត្តមានរបស់អាដាមនិងអាឆៃទៀតដែរហើយអ្នកស្រុកក៏ឆ្ងល់ដែរថាតើពួកវាបាត់ទៅណាអស់តែគ្មានអ្នកណាដឹងទេថាតាមពិតសាកសពរបស់ពួកវាទាំងពីរកំពុងតែហើមស៊ុយរលួយអង្គុយចុះនៅក្នុងភ្នូឯនោះនឹងឲ្យសួស្តីអ្នកទាំងអស់គ្នាជាចុងក្រោយបើសិនជាអ្នកទាំងអស់គ្នា